បងប្អូនកូនក្មួយណាហើយលើកនេះខ្ញុំសូមលើកយកផែនការសកម្មភាពការលើកផែនការសកម្មភាពសម្រាប់ธุរកិច្ចសម្រាប់ការងាររបស់កូនក្មួយទាំងអស់គ្នាថ្ងៃអនាគតគឺថាបើសិនជាយើងគ្មានផែនការសកម្មភាពរបស់យើងប្រចាំថ្ងៃប្រចាំសប្តាហ៍ប្រចាំខែប្រចាំឆ្នាំទេឬក៏រយៈពេលវែងរយៈពេលខ្លីទេនោះយើងមិនបានមានអ្វីសម្រាប់ប្រៀបធៀបសកម្មភាពរបស់យើងបានទេហើយយើងក៏បានអភិវឌ្ឍខ្លួនដែរអភិវឌ្ឍទាំងខ្លួនអភិវឌ្ឍទាំងធុរកិច្ចហើយបើសិនជាយើងមានផែនការសកម្មភាពជាក់ស្ដែងពិតប្រាកដអាចធ្វើទៅបានតាមធនធានរបស់យើងនឹងអភិវឌ្ឍម្ដងតិចម្ដងតិចនោះយើងប្រកាសជាបានទទួលជោគជ័យជាក់ជាមិនខាននៅថ្ងៃណាមួយនៅក្នុងការគ្រប់គ្រងខ្លួនឯងឬក៏គ្រប់គ្រងសហគ្រាសធុរកិច្ចដែលមាន PDCA Plan Do Check Up គឺមានផែនការធ្វើហើយត្រួតពិនិត្យហើយនឹងអនុវត្តបន្តនេះគឺបានក្តីថាវាពេលដែលយើងត្រួតពិនិត្យទៅថាវាល្អអញ្ចឹងយើងធ្វើបន្តឬក៏ពង្រីកសកម្មភាពរបស់យើងឲ្យបានកាន់តែច្រើនឡើងក្នុង4អសរស្ដំទាំង4លើនេះគឺមាន10សកម្មភាពដែលយើងត្រូវបំពេញទៅទៀតដល់នោះដោយសារវាអសរតូចខ្ញុំបកពេលពី Google សូមអធិស្ឋាននេះមិនមែនច្បាប់ទេនៃទូទៅវាច្បាប់ក៏ប៉ុន្តែនេះសកម្មភាពដែលយើងអនុវត្តតទៅទៀតហើយនៅក្នុងរឿងព្រេងខ្មែរយើងរឿងផងបាទប្រមាណនៅដល់មហាព្រំនេះក៏ស្រីសួស្ដីយើងមាន3ប្រការដែរគឺព្រឹកថ្ងៃត្រង់និងល្ងាចដែលកបលមហាព្រំបានចោទលើធម្មមាប្រមាហើយរងនោះស្រីសួស្ដីរបស់មនុស្សយើងពិសេសគឺយើងមុននឹងធ្វើអ្វីមួយតើមានអ្វីខ្លះហើយធម្មមាប្រមាបានឆ្លើយថាស្រីសួស្ដីរបស់មនុស្សយើងពេលព្រឹកនៅលើកងក្បាលពេលថ្ងៃនៅដងខ្លួនពេលល្ងាចនៅអាយវៈតាមយើងគិតមើលទៅមុននឹងធ្វើអ្វីមួយយើងត្រូវមានការគិតចង់ធ្វើដោយតាមតែគេយើងនិយាយតែគេនឹងយើងនិយាយទាំងអស់គ្នាខ្ញុំគិតចង់ធ្វើផ្ទះគឺជាផែនការគិតនេះគឺជាផែនការចង់គឺជាឌូដូចឌូអញ្ចឹងហើយធ្វើនេះគឺcheck នៅពេលនេះគិតចង់ធ្វើហើយនៅថាខ្ញុំមិនបានបកស្រាយទៅតាមសាសនាទេតាមព្រះអង្គហសិង្ហៃគាត់ព្រះអង្គមានទូលថាស្រី3ប្រការគឺកាយវាចានិងចិត្តគឺធ្វើអ្វីមានកាយវាចានិងចិត្តហើយនេះខ្ញុំខាងធុរកិច្ចខ្ញុំអត់គិតចឹងទេខ្ញុំគិតតែគិតចង់ធ្វើហើយបានបំបែកវាគិតចង់ធ្វើនឹងទៅគឺគិតគូគុណយើងមាន3សំខាន់ដែរគិតគឺផែនការគូគឺធ្វើគុណគឺត្រួតពិនិត្យហើយយើងបើមានចង់បាន4មួយទៀតគឺប្រតិបត្តិដែលស្មើនឹងដែលក្នុងសភៅ management គេមានដាក់ថា plan organization
implement and controlling អក្សរស្ដំទាំង4ហ្នឹងគឺផែនការការចាត់ចែងត្រួតពិនិត្យធ្វើនិងត្រួតពិនិត្យគឺមាន4ដូចគ្នាហើយមានអ្នកខ្លះគេថាធ្វើមុនធ្វើអ្វីមួយដោយសារគំនិតតាមពិតខ្ញុំថាគំនិតនេះគឺជានាមរបស់គិតការគិតចង់ធ្វើបានចេញមកបានសម្រេចហើយទើបបានមានគំនិតខ្ញុំចង់យើងធ្វើបានសម្រេចហើយអូម៉ាយើងធ្វើបានសម្រេចហើយយើងមានគំនិតថាខ្ញុំចង់ពង្រីកអាជីវកម្មខ្ញុំការធំឡើងវិធីផ្សារខ្ញុំការធំឡើងខ្ញុំចង់ធ្វើផ្ទះធំឡើងខ្ញុំទិញគ្រឿងឧបករណ៍ទៅលើមកដាក់ក្នុងឧស្សាហកម្មរបស់ខ្ញុំកន្លែងខ្ញុំបានរីកចម្រើនការឡើងហើយគិតចង់ធ្វើនេះគឺនៅក្រោមរបស់គិតគូគុណដដែលគឺមានផែនការធ្វើនិងត្រួតពិនិត្យចំណែកខ្លាចជាដឹកនាំល្អនោះខ្ញុំបានទៅនៅប្រទេសជប៉ុនដែលគេនៅក្នុង3 model ហ្នឹងគឺមាន model មួយដែលល្អជាងគេហើយមិនថាមួយណាថាល្អជាងមួយណាទេតែយើងត្រូវប្រើនៅពេលណាដែលសមរម្យដែលយើងអាចអនុវត្តបានដើម្បីបញ្ជាពីគ្រោះថ្នាក់ផ្សេងនោះមានហេតុក្បាលហាត់ចិត្តហេនដៃមុនធ្វើអ្វីគឺមាន3យ៉ាងដែរហើយនឹងមាន3 model គឺ hand heart head heart hand head heart ហើយដៃគុណសៀងហៃក៏ទៅ hand heart head hand head heart គឺទាំងអស់មាន4 model ដែល model hand head heart ហ្នឹងគឺប្រហែលជាអង្គការការរដ្ឋាភិបាលដែរដែលมันគឺផលចំណេញដូចជាខាងសាសនាហ្នឹងកាយវាចានិងចិត្តណាកាយចិត្តកាយវាចាចិត្តដៃក្បាលនិងអង្គខ្លួនធ្វើយ៉ាងម៉េចដើម្បីរៀបចំសកម្មភាពយើងមាន4ជំពូកធំទី1វិភាគស្ថានភាពទី2កំណត់គោលដៅទី3ផែនការសកម្មភាពនិងទី4កែលម្អនៅក្នុងវិភាគស្ថានភាពយើងមានវិភាគតាមស្វូតខ្លាំងខ្សោយឱកាសនិងគម្រាមកំហែងផ្នែកខាងក្នុងនិងផ្នែកខាងក្រៅហើយយើងដាក់ពិន្ទុយើងដែលអាចទៅបានពូទុប្រមាណលើនេះដើម្បីស្រួលវិធីក្នុងការលើកក្រោយទៀតហើយកំណត់គោលដៅគឺរយៈពេលវែងរយៈពេលខ្លីទៅតាមចក្ខុវិស័យរបស់គោលអ្នកក្រុមហ៊ុនមួយផែនការកម្មភាពមានវិធានការដោះស្រាយបញ្ហាផែនការកែលម្អប្រព័ន្ធណែនាំsự này nó tạo một bọn mấy mối là phản ca này nó tạo khu chủ bài bỏ thả kia bỏ tê chiết như có tê gọn rạ chiết chỉ làm để những ai nhìn phản ca là bày vì các chữ ca viên bàn và mà tê ca nó cứ bên đất mưa những ca tụ đất là quýnh đưa vào những ai chuồn này cho mình họ thử ca nhưng cùng ả của nó như là khá lá nó phải sọp sai chạyเลยmẹ đang ở đó bỏ là gì mà đi là mình bà du đang làm đi hai ca cam đi bỏ dưới là cô là bỏ dưới tất cả tất tam say mùi làm này mùi hay ca bằng cát hai ca cam phiếp đặc biệt bằng cát hai ca cam phiếpឬក៏ដំណើរការកម្មភាពគឺរបាយការណ៍ប្រទេសជាតិបើសិនជាប្រទេសជាតិរបាយការណ៍ក្រុមហ៊ុនរបាយការណ៍បុគ្គលយើងដែលកំណត់ស្ថានភាព
nâng bánh hàសំខាន់ដំណើរការនឹងទី2គឺវិភាគស្វូតដំណើរការទី3គឺកំណត់គោលដៅរយៈពេលវែងរយៈពេលខ្លីដំណើរការទី4គឺការលើកផែនការសកម្មភាពដំណើរការទី5គឺយុទ្ធសាស្ត្រសកម្មភាពនិងទី6គឺសំណងការអនុវត្តសារមានការប៉ះប៉ូវឬក៏លើកសាររបស់បុគ្គលិកយើងអ្នកអនុវត្តបានល្អឬក៏ផលប៉ះពាល់ពីការផែនការសកម្មភាពយើងនឹងមានការសំណងទៅតាមដែលយើងអាចធ្វើទៅបានហើយធ្វើផែនការសកម្មភាពក៏មាន6ជំហានដែរគឺទាញយកស្ថានភាពបច្ចុប្បន្នកំណត់គោលដៅទី3រកឃើញដំណោះស្រាយបញ្ហាទី4ការទាញយកកំណត់គោលនយោបាយទី5ទៀងផ្ទាត់គោលនយោបាយកំណត់គោលនយោបាយនៅបណ្ឌិតឡើងវិញនៅលទ្ធភាពអាចធ្វើទៅបាននិងទី6ការបែងចែកកែលម្អកិច្ចការកែលម្អប្រព័ន្ធទៅតាមគោលនយោបាយរយៈពេលវែងរយៈពេលខ្លីរបស់ក្រុមហ៊ុននិងប្រទេសជាតិឬក៏ពិភពលោកហើយនេះផែនការសកម្មភាពនៅទូរកិច្ចទៅតាមអ៊ីនធឺណិតគឺទី1មិនចោលទេគឺត្រូវការរៀបរាប់ពីសង្ខេបពីក្រុមហ៊ុនទី2គឺអធិប្បាយក្រុមហ៊ុនទី3ចាត់ចែងនិងគ្រប់គ្រងទី4ទូពិនិត្យនៅដំណើរការទី5ភាគទីផ្សារទី6គឺគិតគូររឿងហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីអនុវត្តសកម្មភាពគ្រប់ជំហាននីមួយៗតើយើងត្រូវមានហិរញ្ញវត្ថុប្រមាណដើម្បីឲ្យគ្រប់គ្រាន់នៅក្នុងការធ្វើផែនការសកម្មភាពរបស់យើងនេះហើយបើនៅប្រទេសជប៉ុនគេចូលចិត្តខាងភាគឆ្អឹងត្រីចក្ខុវិស័យគឺក្បាលបេសកកម្មគឺខ្នងទាំងអស់គ្នាហ្នឹងគឺបាញ់ផ្ដោតទៅបេសកកម្មទៅមួយទៅតាមចក្ខុវិស័យរបស់ក្រុមហ៊ុនហើយចំណុចសំខាន់គឺว่าផែនការហិរញ្ញវត្ថុគ្រប់គ្រាន់ដើម្បីពេញការងាររបស់នោះទាំង7ផ្នែកហ្នឹងចូលដល់ការវិភាគស្វូតមានផ្នែកខាងក្នុងនិងផ្នែកខាងក្រៅភាពខ្លាំងភាពអ៊ុនខ្សោយភាពឱកាសនិងការកំរាលកំហែងនៅច្រកទី4កដាលដែលចង់ប្រសពរវាងខ្លាំងនិងឱកាសខ្សោយនិងឱកាសយុទ្ធសាស្ត្រខ្លាំងនិងកំរាលកំហែងខ្សោយនិងកំរាលកំហែងដល់ឯង4ចំណុចធំនេះគឺជាកត្តាសំខាន់ដែលយើងអាចដាក់បន្ទុកបានឬក៏យើងត្រូវដោះស្រាយយ៉ាងណាដើម្បីឲ្យបានជោគជ័យខ្ញុំធ្លាប់បានធ្វើការវិភាគស្វូតមួយដែរដាក់បន្ទុកធ្វើជាសមីការអាចធ្វើឲ្យយើងងាយស្រួលក្នុងការអនុវត្តផ្សេងយើងរៀបរាប់ពីសកម្មភាពរបស់យើងម្នាក់មកទៅកន្លែងចំណុចខ្សាំងចំណុចខ្សោយចំណុចឱកាសដែលយើងអាចបង្កើនកែលម្អនិងគម្រាមកំហែងស្ថានភាពរារាំងដែលធ្វើឲ្យយើងមិនអាចតម្រេចបានហើយ4នេះយើងប្រើប្រាស់ចំណុចខ្លាំងរបស់យើងដើម្បីយកទីយកឱកាសឲ្យដើម្បីឲ្យបានការនៃការឡើងឬក៏ត្រូវវិនិយោគឬក៏អភិវឌ្ឍហើយចំណុចឈ្នះយកឈ្នះឬចំណុចខ្សោយពីឱកាសយើងហើយយុទ្ធសាស្ត្រការប្រើកម្លាំងវិជ្ជាពីការគម្រាមកំហែងទីហោការកូវីដអញ្ចឹងយើងគម្រាមកំហែងដោយសារសកលដូច្នេះយើងប្រើយុទ្ធសាស្ត្ររបស់យើងកម្លាំងរបស់យើងដើម្បីបញ្ជៀសវាបានដោយសារតែយើងប្រើលក្ខណៈផ្សេងដែលអាចធ្វើឲ្យក្រុមហ៊ុនយើងនៅតែដើរទំនិញយើងនៅតែលក់ដាច់ហើយនឹងផលិតការគម្រាមកំហែងមកលើសុខភាពរបស់យើងក៏អត់មាន
ហើយចំណែកយុទ្ធសាស្ត្រខ្សោយនឹងគម្រាមកំហែងនេះគឺធ្វើយ៉ាងណាដើម្បីកាត់បន្ថយឲ្យបាននិងបញ្ជាការគម្រាមកំហែងបាននឹងមានឧទាហរណ៍ជាច្រើនណាស់ដែលខ្ញុំបានធ្វើនៅក្នុង SWOT analysis ហើយការ set នៅគោលដៅកំណត់គោលដៅតាមវិធី SMART ខ្ញុំចង់បញ្ជាក់លើតាមវិធី SMART ដែលងាយស្រួលបង្ការវិភាគតែខ្ញុំក៏ធ្លាប់រៀននឹង SMART នឹងដែរហ្នឹងគឺគោលកំណត់គោលដៅជាក់លាក់គឺអាចបោះវែងបានគោលដៅយើងអាចបោះវែងបាននឹងផ្ដោតលើសកម្មភាពគោលដៅដែលលើសកម្មភាពដល់លើគោលដៅលើកសភាពហ្នឹងប្រកបនិយមគោលដៅដែលយើងប្រកបនិយមនៅក្នុង SMART នេះមាន2ចំណុចដែលសំខាន់គឺ A និង O ហ្នឹងឯងដែលមានលក្ខណៈខុសគ្នាបន្តិចតែគោលបំណងក្នុងន័យតែមួយហើយ T ហ្នឹងពេលវេលាកំណត់ដែលយើងអាចធ្វើបានឬក៏ធ្វើមិនបានដោយសារអ្វីយើងដាក់តិចពេកឬក៏ដាក់រយៈពេលវែងពេកដែលធ្វើផលប៉ះពាល់នៃការចំណាយរបស់ក្រុមហ៊ុនយើងកាន់តែកើនឡើងហើយក្នុងចំណែក O នេះគឺ relevant ហើយ A នេះគឺ achieve គឺខុសគ្នាពីរហ្នឹងដែលមានន័យថា A ហ្នឹងមានន័យថាអនុវត្តបានសមិទ្ធផល relevant គឺទូបន្ទប់ស្របនឹងជាមួយសកម្មភាពរបស់យើងគឺមានន័យតែដូចគ្នាដដែលគឺការ set គោលដៅនេះកំណត់គោលដៅនេះគឺមានដល់5ចំណុច5របៀបសំខាន់ហើយខ្ញុំសូមនិយាយទៅរឿងយក SMART នឹងមួយបានហើយដែលអាចយកមកពិចារណាហើយគោលដៅយើងមានរយៈពេលនៃគម្រោងយើងមានរយៈពេលខ្លីនិងរយៈពេលវែងនេះគឺជាឧទាហរណ៍របស់មេរៀនរបស់ខ្ញុំដែលយកជារៀនពីការវិចប់ដូច្នេះរយៈពេលខ្លីគឺនាំណែនាំចែកវិជាតម្រូវការរបស់សម្ភារៈសម្រាប់វិចប់ហើយរយៈពេលវែងគឺត្រូវការឲ្យប្រសើរឡើងនៅតាមលក្ខណៈវិចប់តាមរបៀបទំនើបនិងឬក៏បង្កើតវិជ្ជាមណ្ឌលចប់ឯកទេសមួយនៅកម្ពុជាដើម្បីផ្សព្វផ្សាយបច្ចេកទេសវិចប់នោះសូមនិយាយផងដែរថាខ្ចប់វិចប់នេះមិនមែនវិចប់តែទំនិញឧស្សាហកម្មទេទាំងកសិកម្មទាំងសេវាកម្មផ្សេងទៀតដែរហើយចូលដល់យុទ្ធសាស្ត្រនេះបែងចែកជាពីរទី1ការគិតទី2គឺអតិពលដែលយើងត្រូវតែធ្វើយើងទី1យើងកំណត់បញ្ហាទី2គឺចែកបញ្ហាតូចហើយទី3វិភាគផ្នែកនីមួយទី4បង្កើនការយល់ដឹងយើងទាំងអស់គ្នាត្រូវតែយល់ដឹងអំពីបញ្ហារបស់យើងហើយដល់ពេលទី5គឺការប្រែក្លាយចម្លើយរបស់យើងនេះឲ្យទៅជាគួរឲ្យជឿជាក់បានយើងប្រើសកម្មភាពរបស់យើងទី6គឺប្រតិបត្តិការហើយទី6គឺការធ្វើការសម្រេចចិត្តដឹងពីការសម្រេចចិត្តរបស់យើងហើយធ្វើការហៅមួយសប្តាហ៍មួយថ្ងៃមួយដងអញ្ចឹងទៅធ្វើរហូតនេះដោយសារតែកលបកបែខ្ញុំមកបាក់យល់ដែរហើយនឹងទី7គឺធ្វើសកម្មភាពឲ្យខ្លាំងក្លាឡើងគឺកត្តាសំខាន់ណាគឺបញ្ហាគឺរៀបចំហិរញ្ញវត្ថុហ្នឹងឯងហើយនឹងការរៀបចំឲ្យមនុស្សយើងធ្វើបានត្រឹមត្រូវយើងរៀបចំយ៉ាងណាដើម្បីឲ្យបុគ្គលិកយើងធ្វើការបានត្រឹមត្រូវទីបញ្ចប់គឺ
ស្តង់ដារការងារទុកទីយើងមានយុទ្ធសាស្ត្រយើងបានរៀបចំរយៈពេលខ្លីរយៈពេលវែងយើងវិភាគធ្វើបានល្អយើងលើកផែនការបានស្អាតមានការត្រួតពិនិត្យមិនត្រឹមត្រូវទាំងអស់តែបើសិនជាយើងមិនមានស្តង់ដារការងារសម្រាប់បុគ្គលម្នាក់នោះទេតាមផ្នែកតាមទីកន្លែងតាមវិស័យនោះទេអត់បានការទាំងអស់ហេតុអ្វីទី1គឺខាតពេលវេលាទី2របស់របរចេះតែខូចខាតបាត់បង់ទី3គឺផលិតផលយើងមិនគ្រប់ស្តង់ដាររបស់គេមិនបានអនាម័យគ្រប់កម្រិតនោះគ្រាន់តែតិចតួចហើយការងារត្រូវតែធ្វើទៅតាមទទួលខុសត្រូវតាមបុគ្គលម្នាក់ពេលធ្វើនិងពេលបញ្ចប់ទៅធ្វើយ៉ាងណាខ្លះដើម្បីឲ្យធ្វើការងារតាមស្តង់ដារខ្ញុំសូមឧទាហរណ៍មួយបងប្រុសមួយនៅគាត់ធ្វើការពីស្រុកខ្មែរយើងទៅធ្វើការវិខ្ចប់សាច់នៅប្រទេសអាមេរិកហើយគាត់ទៅចូលធ្វើបានមួយសប្តាហ៍មេការគេដាក់បោះពុំ delay ថ្ងៃខែឈ្មោះកំណត់នោះដាក់ខុស2កញ្ចប់ហើយយកមកឲ្យគាត់រៀបហើយធម្មតាផលិតថ្ងៃហ្នឹងគឺដាក់ថ្ងៃហ្នឹងវាមិនដែលដាក់ខុសថ្ងៃហ្នឹងទេដល់ទៅពេលគាត់យកមករៀបគាត់បានមើលការបរិច្ឆេទគេនឹងផលិតនឹងផុតកំណត់ដល់អញ្ចឹងគេមកគេឃើញតែយើងអត់បានធ្វើការតាមទូតពិនិត្យរបស់យើងជាប្រចាំអញ្ចឹងគេមកស្ដីឲ្យគាត់ហើយគាត់ក៏ថាឲ្យវិញថាគេមិនដែលបោះពុំខុសថ្ងៃអញ្ចឹងទេហើយគេក៏ថាឲ្យវិញថាអ្នកឯងអត់បានពិនិត្យពិច័យមើលការបរិច្ឆេទអ្នកឯងមិនទទួលខុសត្រូវនៃការងាររបស់អ្នកឯងឲ្យបានត្រឹមត្រូវអ្នកឯងត្រូវតែមើលរាល់ពេលដែលផលិតផលចេញមកមុននឹងច្រកចូលទៅក្នុងកេសហើយគាត់ក៏ទទួលស្គាល់ថាគាត់អត់បានមើលមែនហើយការងារនេះគឺជាការងារសំខាន់របស់ក្រុមហ៊ុនបើសិនជាមានការបោះពុំការបរិច្ឆេទខុសឬក៏ដាមលុបគេត្រូវបោះចោលហើយយើងអត់បានពិនិត្យមើលប៉ុន្តែត្រូវខ្ញុំមានកំណត់ចង់ព្រួយផ្ដើមឲ្យកូនក្មួយទាំងអស់រៀនសូត្រតាមនេះទៅដើម្បីឲ្យអាចជាកំណត់ដើម្បីឲ្យអភិវឌ្ឍប្រទេសជាតិនិងក្រុមហ៊ុនរបស់កូនក្មួយឲ្យដំណើរការកាន់តែល្អបើមានមតិណែនាំឬក៏ចង់ខមមិនសូមមេត្តាជួយខមមិនកែលម្អខ្ញុំនឹងរីករាយនឹងទទួលសូមអរគុណសូមជម្រាបលា